ខ្ញុំសូមឲ្យបងប្អូនយកចិត្តទុកដាក់ទី1ម្ចាស់ការលើសកម្មភាពលើអ្វីដែលយើងធ្វើនៅក្នុងឃុំសង្កាត់របស់យើងនៅស្រុកយើងទី2អ្វីដែលយើងដាក់ទុនទាំងពេលវេលាទាំងមធ្យោបាយទាំងស្អីដែលយើងខំដាក់ចូលមកក្នុងគណៈបកនេះគឺជាការវិនិយោគមិនមែនដើម្បីខ្លួនឯងទេគឺវិនិយោគដើម្បីកចូលរួមកសាងសង្គមមួយដែលយើងចង់បានជម្រាបសួរដល់បងប្អូននៅខេត្តកំពង់ស្ពឺខ្ញុំសូមសួរបន្តិចប្រហែលអ្នកស្គាល់តារាកុនចំនួនដើមឈ្មោះវិជ្ជរាដានីវិជ្ជរាដានីដែលស្គាល់ឈ្មោះគាត់ដែរលើឈ្មោះគាត់ដែរតួកុនជាមួយគង់សំអឿនគាត់ពីដើមគាត់គ្រូបង្រៀនខ្ញុំនៅភូមិស្វាយក្រវ៉ាន់កាលខ្ញុំនៅ4ឆ្នាំអូខ្ញុំស្រឡាញ់គាត់នឹងស្រឡាញ់មួយថ្ងៃអង្គុយទៅមើលគាត់ហ្នឹងដោយសារគាត់បង្រៀននៅសាលាហ្នឹងសាលាបឋមសិក្សាស្វាយក្រវ៉ាន់នេះនៅប្រហែល2គីឡូ3គីឡូពីទីនេះនៅបនបរមបាទបនបរមបឋមសិក្សាបនបរមបាទហើយកាលនោះឆ្នាំ1969ខ្ញុំអាយុប្រហែល4ឆ្នាំអីហ្នឹងខ្ញុំមកនៅយាយជាមួយយាយខ្ញុំនៅភូមិក្រវ៉ាន់អញ្ចឹងខ្ញុំអត់មិនមែនអ្នកឆ្ងាយពីខេត្តកំពង់ស្ពឺទេហើយឥឡូវនេះខ្ញុំក៏មានចំការនៅគិរីរម្យអ្នកធ្វើចំការដាំដូងមែនតើមកឥឡូវអញ្ចឹងប្រហែលអ្នកធ្វើចំការនៅស្រុកនៅទីនេះមានប្រហែលអ្នកធ្វើចំការធ្វើស្រែក៏បានធ្វើចំការក៏បានសំដៅដៃអូទាំងអស់គ្នាធ្វើស្រែខ្លួនឯងក៏ពេលស៊ីឈ្នួលគេធ្វើស្រែធ្វើចំការធ្វើខ្លួនឯងខ្ញុំសុំសួរមួយដូចឥឡូវគាត់ខែប្រាំងនេះខែក្តៅអញ្ចឹងយើងអង្គុយចាំតលខែដល់ភ្លៀងធ្លាក់មកយើងអាចដាក់ដីហើយដូចខ្ញុំមានដូងអញ្ចឹងថាស្រោចទឹកអីបន្តិចបន្តួចដើម្បីខ្មិចមកវាងាប់មានខ្នោមានអីស្រោចទឹកបន្តិចបន្តួចដាក់ជីបន្តិចបន្តួចដើម្បីខ្មោចវាងាប់ហើយខ្ញុំដឹងឧទាហរណ៍ដោយសារខ្ញុំធ្វើចំការខ្លួនឯងខ្ញុំក៏ធ្លាប់ធ្វើស្រែពេលភ្លៀងមកអញ្ចឹងមិនអ្នកណាប្រាប់ខ្ញុំទេយើងម្ចាស់ស្រែយើងម្ចាស់ចំការហ្នឹងយើងត្រូវភ្ជួរដីយើងត្រូវស្រោចទឹកយើងត្រូវដាក់ជីអត់មានអ្នកណាប្រាប់ទេហេតុអីខ្ញុំដាក់ឆ្ងល់ដែរយើងដឹងមកដឹងដល់ខ្លួនឯងបាទចុះឥឡូវថាយើងជាម្ចាស់ចំការយើងជាម្ចាស់ស្រែយើងដឹងថាយើងត្រូវធ្វើអីហើយចុះអ្នកណាដែលជួលមនុស្សដែលស៊ីឈ្នួលគេធ្វើចំការធ្វើស្រែដែរប្រហែលអ្នកខ្ញុំជួលពេលខ្ញុំទិញចំការហ្នឹងខ្ញុំដាំកាលនោះដាំដូងផងដាំខ្នោហ្នឹងខ្ញុំជួលមនុស្សមកចាំចំការពួកគាត់ចាំចំការហ្មងភ្លៀងមកក៏អត់ខ្វល់ទិញជីមកដល់ដាក់ឲ្យគាត់ថាដាក់ជីផងអត់ដាក់ដល់ពេលយើងមកវិញពីវាទៅមកវិញគាត់ថាយើងថាដាក់ជីនៅគាត់ថាបើអត់ប្រាប់ខ្ញុំផងមិនខ្ញុំដាក់ហ៊ានដាក់ចុះមើលយើងទិញជីមកទៅអីបើថាជីមកមិនដាក់ដដែលខ្ញុំក៏ចង់ធ្វើឲ្យយើងចាប់អារម្មណ៍យើងជាម្ចាស់ចំការយើងដឹងពេលណាយើងត្រូវដាក់ជីពេលណាយើងត្រូវស្រោចទឹកពេលណាយើងត្រូវធ្វើអីយើងចាត់ចែងខ្លួនឯងហ្មងក៏ប៉ុន្តែអ្នកចាំចំការអ្នកស៊ីឈ្នួលធ្វើចំការឲ្យគេតើតែយើងជាម្ចាស់នឹងប្រាប់ឲ្យគាត់ធ្វើអីបានគាត់អញ្ចឹងមែនអត់ខ្ញុំអានេះខ្ញុំនិយាយព្រាវក៏មែនតើចាតើយើងម្ចាស់នឹងចាត់ចែងថាឲ្យធ្វើនេះធ្វើនោះបានគ្នាមានធ្វើអញ្ចឹងអត់ទេគាត់និយាយអត់ខុសទេក៏ប៉ុន្តែជួនកាលយើងចង់ឲ្យអ្នកដែលមកស៊ីឈ្នួលយើងនឹងឲ្យមានចិត្តខ្លះដែរដើម្បីឲ្យគាត់ចេះចាត់ចែងពេលយើងអត់នៅណាឥឡូវខ្ញុំនិយាយរឿងចំការស្វាយចំការស្រូវស្រែស្រូវតាមស្រូវចំការដូងអីអញ្ចឹងទៅចុះឥឡូវចំការនយោបាយរបស់យើងនេះចំការនយោបាយកុំភ្លេចអ្វីដែលបងប្អូនធ្វើគ្រប់គ្រងឃុំមួយគ្រប់គ្រងឃុំមួយបងប្អូនជាម្ចាស់
សមត្ថកិច្ចនៅក្នុងឃុំរបស់បងប្អូនបើសិនជាបងប្អូននៅចាំតើថ្នាក់ខេត្តថ្នាក់ស្រុកចូលទៅថៃបោះឆ្នោតឆ្នាំក្រោយប្រមូលរអ្នកងារបេក្ខជនហើយបើសិនជាថ្នាក់ជាតិថ្នាក់ខេត្តថ្នាក់ស្រុកអត់មកប្រាប់អង្គុយចាំទៅដូចមិញបើថាបោះសៃអូគង់មកដល់គឺបានភ្លាមហ្មងចាំហ្នឹងដាំជ័យហើយបញ្ចឹងខ្ញុំសូមឲ្យបងប្អូនដែលនៅថ្នាក់ឃុំក៏ដោយស្រុកក៏ដោយខេត្តក៏ដោយអ្វីដែលយើងធ្វើតើយើងម្ចាស់ការខ្លួនឯងម្ចាស់ការបើសិនជាយើងជាម្ចាស់ការនៅដែនសមត្ថកិច្ចរបស់យើងទទួលខុសត្រូវឃុំក៏ដោយស្រុកក៏ដោយខេត្តក៏ដោយបើសិនជាយើងមានម្ចាស់ការខ្លួនឯងយើងដឹងពេលដែលយើងត្រូវធ្វើមិនបាច់គេមកប្រាប់ទេពីព្រោះអ្នកពីព្រោះរកឯកជននេះបាទខ្លះពីមុនក៏បាទតែឥឡូវព្រោះនឹង5ដងទៅ10ដងពីព្រោះឯកជនក៏ដែលបោះឆ្នោតទៅ2ដងមុនហើយបោះឆ្នោត2023ផងនៅយ៉ាងនេះបោះឆ្នោត2023បានចូលបោះឆ្នោត2027បានតែពួកអរណាទៅចេះសេចេះនេះចេះនោះមិនចឹងទេគឺអត់បានចូលជាឯកជនទេហើយតែអត់បានចូលឯកជននៅក្នុងគុំសង្កាត់ដែលមាន5អាសនៈយើងត្រូវការឯកជន10នាក់9នាក់ស្មើនឹង0រកឯកជន9នាក់ស្មើនឹងឯកជនបញ្ជី0មានសារៈសំខាន់មែនទែនអ្វីដែលខ្ញុំនិយាយនេះសូមឲ្យយើងចាប់អារម្មណ៍មែនទែនហើយខ្ញុំសូមសួរទៀតឆ្នាំ2023ពេលបោះឆ្នោតជាតិឆ្នាំ2023ប្រហែលអ្នកបានបោះឆ្នោតគណៈបកភ្លើងទៀនសូមលើកដៃគណៈបកភ្លើងទៀន2023ច្រើនអូយច្រើនមែនតើអត់ស្អាតសំនួរខ្ញុំទៅវិញមកចូលបោះមកអត់ទេសូមសំនួរខ្ញុំម្ដងទៀតសំនួរខ្ញុំឆ្នាំ2023បោះឆ្នោតរដ្ឋសភាបោះឆ្នោតតំណាងរាស្ត្រ2023តើប្រហែលអ្នកបានបោះឆ្នោតឲ្យគណៈបកភ្លើងទៀនគេអត់ឲ្យឈរដោយសារអត់បញ្ជីបេក្ខជនអញ្ចឹងឧទាហរណ៍ប្រជាពលរដ្ឋចង់គ្រប់គ្រងគណៈបកភ្លើងទៀនមែនតើកាល2023ចិត្តកន្លះនគរចង់បោះឆ្នោតឲ្យគណៈបកភ្លើងទៀនតែទៅដល់អត់មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតអត់អញ្ចឹង2027ប្រជាពលរដ្ឋនៅក្នុងឃុំហ្នឹងគាត់ស្រឡាញ់បេក្ខជនយើងគាត់ស្រឡាញ់គណៈបព្វឆន្ទៈខ្មែរតែដោយសារយើងរៀបបញ្ជីបេក្ខជនអត់បានគាត់ទៅរកបោះឆ្នោតឲ្យយើងនៅក្នុងឃុំហ្នឹងគាត់ឲ្យគាត់បោះឲ្យអ្នកណាបើយើងរៀបបញ្ជីអត់ចេញផងហ្នឹងដូចគ្នាបើសិនជាអត់បញ្ជីគឺប្រជាពលរដ្ឋអត់មានជំរើសបោះឆ្នោតឲ្យយើងទេអញ្ចឹងសូមបងប្អូនយកចិត្តទុកដាក់មែនតើបញ្ជីបោះឆ្នោតឆ្នាំ2027នេះចាប់ពីថ្ងៃនេះទៅយើងត្រូវចាប់ផ្ដើមជំរុញរៀបចំហើយខ្ញុំអរគុណមែនតើដែលថ្នាក់ខេត្តហ៊ានរាយការណ៍ការពិតការយើងត្រូវដឹងព័ត៌មានពិតប្រាកដដើម្បីយើងជំរុញលើកទឹកចិត្តគ្នាយើងតាមគ្នាយើងបន្តិចម្ដងធ្វើម៉េចឲ្យដល់ពេលបញ្ជីត្រូវណាស់ឲ្យវាមានគ្រប់បើសិនជាយើងបំផង់ព័ត៌មានបើសិនជាយើងមិនផ្ដល់ព័ត៌មានពិតប្រាកដយើងថាអូអត់អីទេហ្នឹងប្រជាពលរដ្ឋលែងមានអត់ជំរើសណាអញ្ចឹងខ្ញុំសូមស្នើសូមឲ្យបងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់មែនតើរឿងរៀបបញ្ជីបេក្ខជននេះរឿងអីផ្សេងទៀតអត់សំខាន់ទេបើសិនជាយើងចង់មានតំណាងរបស់យើងនៅមូលដ្ឋានយើងត្រូវតែមានបញ្ជីបេក្ខជនឆ្នាំ2027ចំណុចចុងក្រោយខ្ញុំសូមបញ្ជាក់មួយទៀតមិញទាំងអស់គ្នាជាអ្នកធ្វើស្រែចម្ការដូចខ្ញុំពេញចឹងដែរក៏ប៉ុន្តែភាគច្រើនយើងអ្នកកសិករយើងអត់តែគិតថាយើងជាអ្នកវិនិយោគទុនអ្នកវិនិយោគទេខ្ញុំសូមផ្ដោតអារម្មណ៍ទៅលើពាក្យវិនិយោគគឺមានន័យថាដូចយើង
ដូចអ្នកខ្លះគាត់ទៅធ្វើការរោងចក្រគាត់មិនមែនវិនិយោគទេគាត់ទៅធ្វើប្រើកម្លាំងបាយរបស់គាត់ដើម្បីធ្វើការដោះដូរថវិកាប្រចាំខែអញ្ចឹងទៅក៏ប៉ុន្តែយើងអ្នកវិនិយោគនេះណាយើងយកធនធានរបស់យើងយកថវិការបស់យើងយកទៅដាក់នៅក្នុងដីរបស់ដីអាស្រ័យចម្ការរបស់យើងយកទៅដាក់ហើយរំពឹងថានឹងផ្ដល់ផលមកវិញអញ្ចឹងអ្នកធ្វើស្រែចម្ការក៏អ្នកវិនិយោគដែរព្រោះយើងវិនិយោគយើងយកក្របពូជយើងបេះដោយឧទាហរណ៍ឥឡូវស្រូវខែចិត្តភ្លៀងអញ្ចឹងយើងត្រូវសន្សំស្រូវស្រំពូជខ្លះអត់ហ៊ានញ៉ាំទេទុកពូជដើម្បីយកទៅព្រោះបើមិនអញ្ចឹងអត់មានពូជព្រោះអញ្ចឹងអាហ្នឹងឯងជាវិនិយោគការវិនិយោគរបស់យើងគឺលើក្របស្រូវហ្នឹងឯងយើងអ្នកចម្ការអត់ទាន់មានផ្លែក៏ប៉ុន្តែយើងយកថវិកាទៅទិញជីទៅទិញម្សៅស្រោចដំណាំទៅទិញគោយន្តជួលដីជួលអីហ្នឹងអាចំណាយមុននឹងឯងគឺការវិនិយោគរបស់យើងនៅលើចម្ការរបស់យើងពេលខ្លះខ្ញុំនិយាយថាពេលខ្លះខ្ញុំថាអ្នកនយោបាយក៏ជាអ្នកវិនិយោគដែរគេខឹងគេថាស្អីយើងជួយជាតិហេតុអីតរបានផលបានមកវិញបានយើងធ្វើក៏ប៉ុន្តែយើងគិតការវិនិយោគនេះគឺការដាក់ទុនទៅលើអ្វីមួយដែលយើងចង់បានផលមកវិញបើសិនជាយើងអស់គ្នាស្រឡាញ់ប្រទេសជាតិយើងមែនស្រឡាញ់ប្រទេសជាតិយើងមែនយើងចង់កសាងសង្គមមួយប្រទេសមួយដែលមានភាពថ្លៃថ្នូរដែលមានដូចបងប្អូនមកនេះថាមានសិទ្ធិសេរីភាពមានតឡាភាពមានប្រជាធិបតេយ្យពិតប្រាកដហេតុអីយើងមិនហ៊ានដាក់ទុនពេលវេលារបស់យើងមធ្យោបាយរបស់យើងសេចក្តីស្រឡាញ់របស់យើងអានឹងហើយសកម្មភាពរបស់យើងជាទុននយោបាយរបស់យើងដែលយើងដាក់ចូលដើម្បីក្នុងការកសាងប្រទេសមួយដែលយើងចង់បាននឹងហើយខ្ញុំគិតថាអ្នកនយោបាយជាពិសេសពួកយើងដែលខំស្មៅ30ឆ្នាំជាងនេះយើងមានតែបានគិតថាយើងចង់បាននេះចង់បាននោះមកវិញណាគោលបំណងរបស់យើងដែលយើងខំតស៊ូ30ឆ្នាំនេះមិនមែនដើម្បីខ្លួនឯងទេដើម្បីខ្លួនឯងដូចវាតិចតួចណាស់ក៏ប៉ុន្តែយើងលះបង់ពេលវេលាលះបង់ធនធានលះបង់គ្រួសារលះបង់ជីវិតរបស់យើងគឺដើម្បីប្រទេសជាតិដែលយើងស្រឡាញ់អញ្ចឹងបងប្អូនពេលគេថាយើងមិនគួរយកពាក្យវិនិយោគមកនិយាយពីរឿងនយោបាយខ្ញុំថាយើងត្រូវតែនិយាយពីព្រោះអញ្ចឹងពីព្រោះដោយសារយើងស្រឡាញ់ប្រទេសជាតិយើងដោយសារយើងមិនចង់បាត់បង់ប្រទេសជាតិយើងដោយសារយើងចង់កសាងសង្គមមួយដែលល្អប្រសើរដែលយើងចង់បានអញ្ចឹងយើងខំតស៊ូយើងខំអ្នកខ្លះចូលដូចបងស្រីខ្ញុំចូលពន្ធនាគារនោះគឺពន្ធនាគារឡើយមិនមែនដើម្បីគាត់ណាដោយសារសេចក្តីស្រឡាញ់អញ្ចឹងខ្ញុំសូមឲ្យបងប្អូនយកចិត្តទុកដាក់ទី1ម្ចាស់ការលើសកម្មភាពលើអ្វីដែលយើងធ្វើនៅក្នុងឃុំសង្កាត់របស់យើងនៅស្រុកយើងទី2អ្វីដែលយើងដាក់ទុនទាំងពេលវេលាទាំងមធ្យោបាយទាំងស្អីដែលយើងខំដាក់ចូលមកក្នុងគណៈបកនេះគឺជាការវិនិយោគមិនមែនដើម្បីខ្លួនឯងទេគឺវិនិយោគដើម្បីចូលរួមកសាងសង្គមមួយដែលយើងចង់បានខ្ញុំសូមលើកទឹកចិត្តហើយខ្ញុំសូមកោតសរសើរការតស៊ូមនសិការរបស់បងប្អូនដែលខំតស៊ូជាមួយពួកយើងខ្ញុំហើយពួកយើងខ្ញុំអត់ទៅណាចោលបងប្អូនទេពួកយើងទាំងអស់គ្នានឹងដើររួមគ្នាទិសដៅមួយដែលចូលរួមធ្វើម៉េចយើងអាចចូលរួមកសាងប្រទេសជាតិយើងរួមគ្នាសូមអរគុណ